Nhưng mà mờiបងប្អូនពាក់ព័ន្ធនឹងទំនាយនៃយុគ9ទំនាយយុគ9ចាប់ពី2024ដល់2043 44ហ្នឹងគឺចង់20ឆ្នាំណាអញ្ចឹងយុគប្រចាំធាតុហ្នឹងគឺយុគភ្លើងវាតំណាងឲ្យពន្លឺកេរ្តិ៍ឈ្មោះបច្ចេកវិទ្យាភាពលេចធ្លោនិងការមើលឃើញធ្វើអីក៏ដោយតើមើលឃើញអាជីពនៅអាជីវកម្មដែលរីកចម្រើនមានអាជីពខាងបច្ចេកវិទ្យា AI online business online ខាងផ្នែក business online សម្រាប់ផ្នែកសម្រាប់ផ្នែកវិទ្យាសាស្ត្រពាក់ព័ន្ធនឹងសម្រាប់ social media influencer ផ្សេងៗសិតតែចេញតាមរយៈ social media វិស័យភ្លើងខាងពលអគ្គិសនីផ្នែក solar ផ្នែកអីនឹងសិតតែត្រូវហើយបងប្អូនការធ្វើ personal branding ខ្លួនឯងឈ្មោះខ្លួនឯងបានស្មើនឹងទ្រព្យហើយបងប្អូនគេឈ្មោះយើងគឺស្មើនឹងទ្រព្យហើយអ្នកដែលហ៊ានចេញមុខនឹងលេចធ្លោគាត់នឹងលេចធ្លោធ្វើឲ្យគេស្គាល់នឹងរលួយបានច្រើនឬក៏រលួយបានល្អជាងអ្នកដែលគាត់នៅស្ងៀមអត់មានស្ថានភាពអីមនុស្សទទួលបានអត្ថប្រយោជន៍គឺមនុស្សស្រីពួកអីវាជាយុគមនុស្សស្រីយុគមនុស្សស្រី20ឆ្នាំតចូលយុគមួយបានដល់យុគមនុស្សប្រុសវិញយុគមួយអញ្ចឹង20ឆ្នាំនេះគឺជាយុគមនុស្សស្រីអញ្ចឹងមនុស្សស្រីមានតាមពលខ្ពស់ជាពិសេសមនុស្សស្រីបីតាបងប្អូនហ៊ានចេញមកក្នុងសង្គមគឺលេចធ្លោហើយមនុស្សដែលមានភ្នែកស្អាតតាក់ទាញមុខស្អាតនិងមានមុនស្នេហាជីវិតផ្ទាល់ខ្លួនស្នេហាមកលឿនទៅវិញក៏លឿនដែរតែក៏អាចទៅលឿនបានលឿនចូលក៏លឿនចេញក៏លឿនល្បីមានទាំងអ្នកស្រឡាញ់និងអ្នកចំណាយបើយើងល្បីល្បាញមានអ្នកស្រឡាញ់មានអ្នកចំណាយគ្រប់គ្រងអារម្មណ៍គេជួយបានល្អអ្វីដែលយើងត្រូវប្រយ័ត្នកុំឆាប់បានតែភ្លើងខ្លាំងបានតែស្មានក្តៅឆាប់ឆាអញ្ចឹងទៅធ្វើចិត្តឲ្យកុំឲ្យឆេវឆាប់ពេកបញ្ហាយើងត្រូវគ្រប់គ្រងសម្ពាធផ្លូវចិត្តប្រយ័ត្នរឿងជំងឺភ្នែកជំងឺបេះដូងរឿងអាស្រូវនិងប្រយ័ត្នរឿងអាស្រូវផ្សេងនឹងចូលចិត្តអ្នកចូលចិត្តត្រាម៉ាអ្នកចូលចិត្តត្រាម៉ាហ្នឹងក៏មានរឿងរ៉ាវដែរត្រូវមានវិន័យតខ្លួននិងតរយភាពក៏លឺរស់នៅដើម្បីរីកចម្រើនក្នុងយុគ9ត្រូវកសាងកេរ្តិ៍ឈ្មោះសុចរិតនិងភាពជឿជាក់ធ្វើអ្វីដែលបង្ហាញនិងមើលឃើញឲ្យសាធារណៈបានតែធ្វើល្អហើយបង្ហាញឲ្យគេឃើញជាសាធារណៈទើបគេអាចដឹងពួកឯងយកបច្ចេកវិទ្យាប្រើពណ៌បើពណ៌សម្រាប់ប្រចាំយកក្រហមស្វាយទឹកក្រូចក៏ប៉ុន្តែអ្នកដែលអត់ត្រូវការធាតុភ្លើងខ្លាំងពេកកុំប្រើពណ៌ក្រហមខ្លាំងពេកដែរកុំប្រើខ្លាំងពេកបើបងប្អូនមានផ្ទះកាយឡៃកន្លែងរស់ស៊ីកន្លែងធ្វើការកន្លែងអីហ្នឹងគឺត្រូវបើកភ្លើងឲ្យភ្លើងមានពលឺគ្រប់គ្រាន់ហើយបងប្អូនត្រូវតែរៀនសមាធិឲ្យចិត្តស្ងប់កាត់បន្ថយ stress ចូលគេឲ្យបានទៀងទាត់ញ៉ាំអាហារសុខភាពអញ្ចឹងធ្វើបែបហ្នឹងគឺបងប្អូននឹងល្អផ្សារក្នុងយុគ9ជាពិសេសស្មោះត្រង់រស់ស៊ីដោយសុចរិតស្មោះត្រង់និងគោរពសិទ្ធិអតិថិជនឬគោរពវិជ្ជាជីវៈប្រកបខ្លួនឯង